បាទសួស្តីបងនេះអ្នកចង់ដាក់គោកដោអ្នកណាចង់ប្រមាញ់កដោខ្លះនេះមកជាមួយខ្ញុំនេះអានេះវាស្រែមានគោបាទនេះគោបាទយប់នេះដាក់គោកដោខ្លះតែជាប់គោទេខ្ញុំព្រោះអីវាអត់ទាន់ចូលកន្លែងវានោះខ្ញុំមកគៀនកន្លែងវានោះនៅកន្លែងរោងគេដេកអានេះវាស្រែណាបាទចំទៅនោះបាទហើយខ្ញុំដាក់តាមភ្លឺស្រែអានេះគឺលក្ខណៈពេលល្ងាចម៉ោងប៉ុន្មានបងមើលម៉ោងនោះមើលថ្ងៃជិតលិចហើយ46បាទដល់5:46ហើយអញ្ចឹងនេះគប់ថ្ងៃនេះមកដាក់នេះគឺជិះម៉ូតូមកមានតកាមានអីថ្ងៃមុននោះខ្ញុំដាក់ចំទៅនោះបាទនោះចំទៅនោះមកយប់25គីឡូដែរណាតែអត់សូវមានអប្រែងទេថ្ងៃនេះមកតនេះគឺយកពួកនេះមកច្រើនជាងបាទយកពួកនេះមកច្រើនជាងអានេះវាស្រាប់វៃកដោបកងបើអានេះកដោបកងក៏ជាប់កដោប្រែងក៏ជាប់តែកដោបកងជាប់តែពួកចាប់ពីចិត្តប៉ិនក៏ដៃឡើងទេបើអានេះប៉ិនមីដៃក៏នៅដែរបាទតែបើពួកអប្រែងមិនងាយនឹងជាប់វាទេពួកនេះអញ្ចឹងបងចាំទៅមើលទាំងអស់គ្នាអានេះកន្លែងដែលខ្ញុំត្រូវដាក់បាទនេះភ្លឺស្រែនេះខ្លាចតែដាក់រួចយប់ទេព្រោះអីល្ងាចបាទហើយនេះដាក់ភ្លឺស្រែឲ្យមើលរុនកដោទេសិនដឹងមានអត់នេះមើលរុនកដោទេសិនអូមានរុនបងនេះតែរុនអត់ល្អបាទអូនេះអានេះគឺកដោនៅ 100%បងនេះបាទគឺនេះអានេះគឺអាចរបស់វាបាទអានេះកដោបកងបាទកដោបកងគឺបាទកដោនៅ 100%បងអានេះដាក់ជឿឲ្យយប់នេះនេះបងឃើញនេះអាចរបស់វាបាទគឺយើងមើលបើហ្នឹងឲ្យតែមានអាចគឺយើងដាក់គប់ទៅនឹងមកទៅឡើងមកដឹងដាក់ជឿហើយជាមួយខ្ញុំថតពីយប់បាទអញ្ចឹងយើងតាមដានទាំងអស់គ្នាបងថ្ងៃនេះនាំពីនេះបងមកចង់មកមើលវាលបាទថ្ងៃមុននាំកូនសិស្សមក3នាក់នោះចាំទៅនោះតែថ្ងៃនេះបងមកតែឯងទេអញ្ចឹងចាំមើលទាំងអស់គ្នាបាទកន្លែងនេះគឺជាកន្លែងដានអាប្រេងតែខ្ញុំមិនគិតថានឹងអាប្រេងទឿនអាបកងទេអានេះគឺប្រើអង្គជាមួយស្រូលីគ្នាបាទនេះដាក់មកប្រើបងថាជាង10ហើយម៉ូតូអាចតែមើលឃើញអត់ទេម៉ូតូបាទនេះម៉ូតូឈប់ពេលហ្នឹងនេះតរយមានតរយគប់អានេះប្រាប់គាត់នេះដែលចង់ឆ្ងល់ដាក់កដោប្រេងឃើញមានកន្លែងឆ្លាស់យើងដាក់វាមិនបាទអានេះគឺរួនកដោប្រេងដែលធានាគុណភាពថាមានកដោ 100% ដោយសារតែមានអ្នកណាយកបាននេះមើលវាមកឡើងកាយស៊ីខ្ចៅបាទតាមគោលកជ្រៀងអញ្ចឹងកន្លែងនេះគឺធានាគុណភាពថាមានកដោតែបើថាកដោប្រេងវាជាប់ខ្លាចតែវាអត់ទាន់អាបកងបាទនេះគឺយើងទៅឡើងមកយើងរយបែបហ្នឹងមកព្រោះអីម៉ាងគប់នេះធ្លាប់ជាប់កដោ2ទៅ3បើកដោបកងគឺវាឡើងស៊ីអាខ្លះវាអូនស៊ីមកអាខ្លះជឿនកន្លះហ្នឹងគឺជាប់ម្ដង2 3កដោតែតែយ៉ាងណាក៏មានអាប្រេងដែរចាំមើលថាយប់នេះវាបានអាប្រេងឬអត់បាទនេះអាចដីអាប្រេងបាទសួស្តីបងនេះគឺដេកផ្ទាល់នឹងដីនៅវាលស្រែនេះឃើញព្រះខែបាទយើងអាចនិយាយថាដួងច័ន្ទពីអ្នកបងកូនសិស្សនោះនៅក្នុងនោះkiaម៉ូតូកំពុងទៅលេងទូរស័ព្ទនោះបាទនោះម៉ូតូក៏បានកដោក្រែលហើយអានេះមើលភាសាបាទមើលភាសាអានេះម៉ោង7ហើយម៉ោង7ជាង8ហើយមើលភាសាហើយជា1ម៉ោងទៀតនឹងបានបណ្ណាយកបណ្ណោះសាងគប់នៅនេះទៅផ្ទះព្រោះបងក៏បានរៀនចប់ហើយស្អែកនឹងវិលត្រឡប់ទៅស្រុកវិញនៅដល់ណាបងស្អែកទៅវិញនឹងបានកដុលខ្លះយកទៅហូបផ្ញើប្រពន្ធព្រោះអីគិតមកពីស្រុកឆ្ងាយគិតយកលៀសមកផ្ញើខ្ញុំអញ្ចឹងខ្ញុំត្រូវមានអ្វីផ្ញើគាត់វិញគាត់មកពីស្រុកឆ្ងាយបាទចាប់អត់សូវច្បាស់ថ្ងៃមុនមកគៀនទៅនឹងអីកូនសិស្ស3នាក់ដែរមកតែថ្ងៃនេះអត់បានអាំងកដុលហូបទៀតទេនោះតែមើលមកសាតែមិនអត់បាននេះឲ្យបងឃើញនេះបានកដុលប្រហែល2គីឡូ3គីឡូហើយនេះបាទតែអត់សូវមានអាប្រេងទេកន្លែងនេះវាឆ្លាស់ពេកដូចខ្ញុំថតឲ្យឃើញមួយថ្ងៃបានអាប្រេងមួយអាកន្លែងដែលខ្ញុំថាហ្នឹងអាកន្លែងដែលខ្ញុំថាដល់សង្ឃឹមថាមានកដោប្រេងមួយក៏ប្រេងទូចទៀតហ្នឹងបាទនេះគួរអាប្រេងនេះបើលឿនរួចប្រហែលជា2គីឡូតិចតួចបាទហើយជាង1ម៉ោងទៀតសាងគប់រត់ទៅផ្ទះបណ្ដោយមកវាស្រែកដេកលេងទូរស័ព្ទអញ្ចឹងបងចាំមើលបិទគូតថានឹងបានកដោប៉ុណ្ណាអានេះស្ដាច់អាបកងមានតែធំភ្លីមើលមកថាវាចិត្តយូរណាស់យូរគ្រាន់រៀងរឹងហើយបាទស្ដាច់អាបកងធំមែនធំជាងកដៃទៀតគួរខ្លាញ់ល្អណាស់អានេះឆ្អើបានណត់ជូ
นอดจูคลายล้อมันเต้นเนี่ยทมยังก่อนได้ทีเดี๋ยวก็ทาแปรนี่นะบ้านแต่นี่ก็โดนประกองทีบ้านจะเรียงบ้องđi sang cục hói món có món đọt tịt tụi đè bạnคือมองดอกนั่นนี่สร้างกบบ้านกระโดดเจริญตีนี่ด้วยเด็กเคยเป็นไงคือกระโดดตุ้ยเจริญเหมือนตีนัดบ้านอัดทมนุ๊กบ้านกูนับไรมุ้ยบ้านกูนับไรได้ปีงี้นี่ยมปราบทามีนรวนนับไรดังทามีนกระโดดดังทามีนกระโดดไรแต่เรากระโดดไรมุ้ยนั่งไปตู้จ้องเสมอกระโดดประกองบ้านจังปอนขึ้นนี่อันนี้กระโดดประกองอูดอแล้วก็มือยังเป็นเนี่ยบ้องคือบ้านนับเป็นยังไงประมาณกระโดดบ้างใส่สบู่กระโดดใส่สบู่กระโดดนี่vì ban cái đầu phải tổng 3 kg chén thế này phần này bây giờ lượt rúi hay chợ 3 kg để sang tại cái đó như tui của nó tui mà tui và của trơนี่mà này của trơนี่ 3 buôn mà lúa vì ban là trơ bà vì ban là trơ ta ประมาณ này nè ban phần này cái lấy cái vô cái đó cái vôให้ khai plu ផង เอาไป khai plu ទៅ cái đầu វា sao ចេញ វា ស្លាស់ được មក ឃើញ ពី រងា វា ស្លាស់ អញ្ចឹង សរុប ទៅ ប៉ុណ្្នឹង ឯង តែ នេះ គឺ ខ្ញុំ អត់ បាន លឿត ឲ្យ ឃើញ ទេ ដោយ សារ តែ កាល ណា តែ ខ្ញុំ បោះ ទៅ វា ឃើញ ឈាម ទៅ វា ដូច អាក្រក់ មើល អញ្ចឹង ឃើញ អា កដោ ធម្មតា នេះ វា អត់ សោះ អី ប្រហែល សម្រាប់ បង អ្នក ដែល ធ្លាប់ ប្រមាញ់ អញ្ចឹង វិធី ដែល លឿត គឺ ខ្ញុំ ប្រើ កត្រៃ បាទ ប្រើ កត្រៃ កាត់ ជើង កាត់ ដៃ រួច ខ្ញុំ ប្រើ ណែ កូន កបិត ឆូត វិធី ដែល លឿត ស្រួល លឿន ទេ អ្នក ណា ដែល លឿត កដោ យឺត អាច comment ចូល សួរ មក តាម ឆាន ព្រោះ អី ខ្ញុំ លឿត កដោ ប្រភេទ នេះ ខ្ញុំ លឿត 1 ម៉ោង គ្រាន់តែ អង្គុយ លឿត ណា 1 ម៉ោង ខ្ញុំ លឿត បាន 15 គីឡូ បើ គ្រាន់តែ អង្គុយ លឿត បង ព្រោះ កដោ នេះ ជា ប្រភេទ កដោ ដែល ខ្លាញ់ លឿត ស្រួល បក ស្រួល ណា បក ដូច ផ្លុំ អញ្ចឹង 1 ម៉ោង ខ្ញុំ លឿត បាន 15 គីឡូ បាទ ក្នុង មួយ យប់ អានេះ ព្រោះ អី ខ្ញុំ ធ្វើ វា មក ច្រើន ឆ្នាំ ខ្ញុំ ស្គាល់ វា ច្បាស់ អញ្ចឹង បង ណា ដែល ថា មិន ជឿ ថ្ងៃ ណា ណាត់ មក ជួប ខ្ញុំ បក ឲ្យ មើល បាទ អរគុណ យើង ជួប គ្នា ឱកាស ក្រោយ ទៀត អញ្ចឹង សរុប ទៅ បង មក ពី កំពង់ចាម ថ្ងៃ ហ្នឹង ស្អែក ដែល បាន ផ្ញើ ប្រព័ន្ធ ហ្នឹង នេះ ស្អែក ដឹង វិល ទៅ វិញ បាន កដោ ឆ្អើ ផ្ញើ អរគុណ ច្រើន